ទូ start data 2 set យើងមើលអមួយនេះទូនេះប្រភេទទូ waterproof ដាក់ហាលភ្លៀងបានណាផ្នែកខាងក្រៅនេះយើងមានពូសញ្ញា3 selector ហើយនឹងប៊ូតុងមានន័យថាយើងប្រើ auto ក៏បានប្រើ manual ក៏បានប្រើចុចដៃក៏បានចា៎តែតรงផ្នែកខាងក្នុងយើងមាន disjunction មេ100 A បន្តមកចេញពីមេចូល disjunction កូននេះ60 A 2គ្រាប់អញ្ចឹងយើងប្រើ2បាន2 motor អញ្ចឹងនេះ start data 1 motor នេះ start data 1 motor ទៀតតើតមួយខ្សែ power ការដំណើរការរបស់ start data ដំបូងអានេះខ្ញុំនិយាយពីនេះមួយ set នេះវាមាន converter មួយក converter អានេះ main converter ទៅទី1នេះវាភ្ជាប់មួយ overload converter មួយទៀតអត់មាន overload ដែរ converter ទី3រៀងតូចជាងគេអាចយកទូចបានហើយខ្សែ power យើងប៉ុងពីលើអានេះ power ចូលប៉ុងមកខាងនេះហើយអានេះយើងចេញមកខាងនេះហើយចេញទៅខាងនេះមួយទៅ terminal មួយអានេះក៏ចេញមក terminal ដែរអញ្ចឹង6 កតុយបាទហើយទៅដំណើរការរបស់វាគឺដំបូងវាប្រភេទដើរដោយ star ម៉ូទ័រចាប់ឡើងដំបូង star អញ្ចឹងកុងម៉ូទ័រដែលដើរគឺអាមួយនេះហើយនឹងអាមួយនេះបាទដើរពីនេះតោះមកអាចខ្ទង់រយៈពេល10 second 5 second ទៅ10 second អានេះផ្ដាច់តាអានេះហើយអានេះវិញបាទហ្នឹងដំណើរការរបស់ start data ហើយយើងមានអានេះ relay protection តើតងមួយហើយប្រភេទ transfer ដែលបំលែងពីវាមាន option វាច្រើនណាស់នេះវាមាន220បំលែងពី220ទៅ380ឬមួយក៏380ទៅ220អញ្ចឹងណាមានវាមាន6វាអាចបំលែងបាន6 V 12 V 24 V ហើយនឹង36 V 220 V ចឹងខ្សែដែលចេញចុះជើងលេខ14ហើយនិងលេខ11នេះវាចេញ24 V ជើងលេខ1ហើយលេខ3មានន័យយើងចូល input ចូលលេខ01ហើយនិងលេខ1អញ្ចឹងតាំងក្នុង220ចូលទៅវាបំលែងចេញ24 V នេះយកនេះ200និងលេខ14ហើយនិងលេខ11នេះណែបាន24 V អូខេនេះព្យុះ relay protection អានេះផ្នែកខាងទ្វារពូសញ្ញា selector ប៊ូតុង stop ហើយនឹង start មានbanner មាន timer ហើយមួយ relay នេះគាត់ប្រើប្រភេទ DC 24 V